ថ្ងៃនេះខ្ញុំនឹងយកលុយ2000រៀលទៅផឹកទឹកអំពៅមួយកែវថែមមួយកែវនៅឯស្រុកស្អាងបងប្អូនអ្នកស្រុកស្អាងប្រហែលជាស្គាល់ហើយទឹកអំពៅមួយកែវថែមមួយកែវនៅឯវត្តសុភីបាទទល់មុខវត្តសុភីស្រុកស្អាងយើងនឹងឯងនៅចិត្តហួសក្បាលកោះបន្តិចទៅបើយើងជិះពីភ្នំពេញជិះពីព្រៃតូចមកណាតែគាត់លក់ជិត20ឆ្នាំហើយបងប្អូនអ្នកខ្លះមិនទាន់កើតទេទៅតែអាយុ8 10ទេកំពុងមើលវីដេអូនេះជួនកាលនេះអ៊ំគាត់លក់យូរឆ្នាំមែនតើហើយកន្លែងហ្នឹងមានច្រើនតូបមានទាំងពងទាមានទាំងមីឆាលូតឆាបាយឆាបាទមានទឹកដូងទឹកអីផ្សេងក្រៅទឹកអំពៅតែគេល្បីគេស្គាល់ហ្នឹងគឺទឹកអំពៅមួយកែវថែមមួយកែវបងប្អូនឥឡូវខ្ញុំញ៉ាំទឹកអំពៅអស់ហើយឥឡូវអ៊ីក៏ថែមឲ្យបាទនេះអូនេះអូបងប្អូននេះមួយកែវឡើងផឹកឡើងអត់ចង់អស់បងប្អូនហើយម្នាក់ឯងញ៉ាំអត់ចង់អស់ហ្នឹងណាមួយកែវថែមមួយកែវបាទ2000រៀលនៅដសុភីនេះហៅដវត្តសុភីទល់មុខវត្តសុភីយើងហ៎បាទគាត់លក់ចិត្ត20ឆ្នាំហើយចូល20ឆ្នាំហើយបងប្អូនឈប់កុំអាមទៅណាបន្ទាប់ពីទឹកអំពៅមួយកែវថែមមួយកែវហ្នឹងនៅទល់មុខហ្នឹងក៏មានទឹកសណ្តែកឆ្ងាញ់ដែលគាត់ទឹមបើកលក់ដែរបងប្អូនមានតាំងពីពងមាន់អាំងទៀតហើយពងមាន់អាំងគាត់ហ្នឹងមកចកមិនដឹងប៉ុន្មានទេបងប្អូនហើយភ្លេចសួរដឹងតែពងមាន់នេះពងមាន់ខ្មែរយើងបាទតែមិនមែនពងមាន់ស្រែណាកុំច្រឡំណារីឯទឹកសណ្តែកហ្នឹងគឺមួយកែវធំហ្នឹងគឺត្រឹមតែ3500រៀលទេបងប្អូនឆ្ងាញ់ត្រជាក់ចិត្តតែម្ដងបងប្អូនដែលធ្វើដំណើរចង់ញ៉ាំទឹកសណ្តែកក៏បានចង់ញ៉ាំទឹកអំពៅក៏បានបងប្អូនមើលកែវឯបាទអូកែវធំបងប្អូនណាញ៉ាំមិនអស់នេះ3500តែញ៉ាំអត់អស់ហ្នឹងបងប្អូនញ៉ាំ2នាក់នេះគូសង្សារអី2នាក់អីបឺតមកតយោមួយ2នាក់បានបាទកៅធំបងប្អូននេះកៅឆ្ងាញ់បាទឆ្ងាញ់បងប្អូនឆ្ងាញ់អែមនេះអ្នកលក់បងប្អូនបាទមើលបាទអ្នកលក់មួយមកទិញទេបងប្អូនណាមួយបាទមួយទឹកស្ដាយបោះចាយនៅចិត្តវត្តសុភីហើយវីដេអូខ្លីក៏បញ្ចប់ត្រឹមនេះដែរអរគុណជម្រាបលា